ការឈ្នះកិលេសខ្លួនឯងគឺជាការឈ្នះដ៏ប្រសើរការដែលបានឈ្នះអ្វីមួយហើយត្រឡប់ទៅជាចាញ់វិញនោះគឺពុំមានប្រយោជន៍អ្វីឡើយការឈ្នះពិតប្រាកដគឺជាការឈ្នះហើយមិនត្រឡប់ទៅជាចាញ់វិញទើបជាការឈ្នះដ៏ប្រសើរបំផុតក្នុងលោកគតិធម៌នេះដកស្រង់ចេញពីមេគាព្រះធម៌នៅក្នុងរឿងតាបសនឹងចបបាទសូមអរគុណ